បាទជម្រាបសួរទៅដល់បងប្អូនពូមីងនៅក្នុងបណ្ដាសង្គម YouTube ជាទីរាប់អានទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននឹងមកធ្វើការចែករំលែកឲ្យបងប្អូនទាំងអស់គ្នាចេះចូលទៅដោះស្រាយបញ្ហាវីដេអូរបស់បងប្អូនដែលបានយកទៅផុសចូលទៅក្នុង Page Facebook ឬក៏ Account Facebook មានជាប់ Copyright បងប្អូនណានេះកន្លែងខ្ញុំបានធ្វើដៃខ្វៀសទៅខ្វៀសមកនេះបាទកាលពីប្រហែលខែមុនខ្ញុំធ្លាប់បានចែករំលែកចែកជូនទៅដល់បងប្អូនទាំងអស់គ្នារួចមកម្ដងហើយទៀតតងទៅនឹងវីដេអូរបស់យើងបានយកទៅផុសចូលទៅក្នុង Page Facebook ឬក៏ Account Facebook ទៅវាមានជា Copyright ខ្ញុំធ្លាប់បានចែករំលែកចែកជូនទៅដល់បងប្អូនម្ដងហើយប៉ុន្តែដោយសារតែវីដេអូមួយហ្នឹងខ្ញុំអត់បានយកជាវីដេអូជាក់ស្ដែងយកមកឲ្យបងប្អូនមើលបងប្អូនណាគ្រាន់តែរូបភាពឲ្យខ្ញុំនិយាយបញ្ជាក់បយាយបញ្យល់ប្រាប់បងប្អូនតែប៉ុណ្្នឹងតែថ្ងៃនេះខ្ញុំនឹងយកវីដេអូជាក់ស្ដែងយកមកឲ្យបងប្អូនចេះចូលទៅដោះស្រាយថាតើយើងគួរដោះស្រាយរបៀបម៉េចដើម្បីកុំឲ្យវាមានបញ្ហាប៉ះពាល់ទៅដល់ Page Facebook របស់យើងឬក៏ Account Facebook របស់យើងហ្នឹងហើយខ្ញុំនឹងមកចែករំលែកឲ្យបងប្អូនទាំងអស់គ្នាចេះបងប្អូនណានេះវីដេអូដែលខ្ញុំចែករំលែកកាលពីប្រហែលខែមុនគឺវីដេអូមួយនេះហ្នឹងហើយបាទចឹងជាមុនដំបូងដើម្បីយើងចូលទៅដោះស្រាយបញ្ហាវីដេអូដែលវាមានជា Copyright ដែលយើងបានយកទៅផុសចូលទៅក្នុង Account Facebook របស់យើងណាបងប្អូនចុចចូលទៅក្នុង App Account Facebook របស់បងប្អូនមកបាទបន្ទាប់ពីយើងបានចុចចូលមកក្នុង App Account Facebook របស់យើងរួចហើយបន្តមកទៀតបើសិនជាបងប្អូនមានវីដេអូជា Copyright នៅក្នុង Account Facebook បងប្អូនចុចចូលទៅក្នុង Account Facebook បើសិនជាមានជា Copyright នៅក្នុង Page Facebook បងប្អូនចុចចូលទៅក្នុង Page Facebook ទៅតែខ្ញុំមានជាប់នៅក្នុង Page Facebook បងប្អូនណាបាទអូខេបន្តមកបងប្អូនទាំងអស់គ្នាចុចចំទៅលើរូប Profile Account Facebook ឬក៏ Page Facebook មកចុចចំទៅលើដូចខ្ញុំចេញមកបាទបន្តមកយើងអូសឡើងលើដូចខ្ញុំចែកបងប្អូនណាអូសចឹងទៅបងប្អូននឹងមានឃើញបើសិនជាវីដេអូនឹងបងប្អូនយកទៅផុសទៅវាមានជាប់ Copyright គេនឹងបង្ហាញប្រាប់បងប្អូនត្រង់កន្លែងនេះហើយបងប្អូនណាឃើញនេះគេដាក់ថាវីដេអូរបស់នេះត្រូវបានបិទសំឡេងនៅក្នុងប្រទេសមួយចំនួនមេតាមានសិទ្ធិតន្ត្រីបាទបន្តមកទៀតបងប្អូនមកចុចចំសញ្ញាព្រួយកន្លែងដែលខ្ញុំខ្វៀសទៅខ្វៀសមកនេះណាចុចចំពីលើនឹងមកបាទបន្តមកទៀតបងប្អូននឹងឃើញទម្រង់បែបនេះបងប្អូនមកចុចត្រង់កន្លែងពាក្យថាមើលសេចក្តីលម្អិតនេះកន្លែងដែលខ្ញុំខ្វៀសទៅខ្វៀសមកបងប្អូនចុចចំពីលើនឹងមកបាទមិនដល់ចំណុចត្រង់កន្លែងនេះវាមាន2ជំរឹះដែលឲ្យយើងជ្រើសរើសក្នុងការដែលយើងដោះស្រាយបញ្ហាវីដេអូរបស់យើងដែលមានជាប់ Copyright អញ្ចឹងបងប្អូនមើលអក្សរកន្លែងគេដាក់ថាមានការផ្លាស់ប្ដូរចំពោះវីដេអូរបស់អ្នកពីព្រោះវាប្រហែលជាមានតន្ត្រីដែលបានគ្រប់គ្រងដោយមនុស្សផ្សេងមានន័យថាសំឡេងតន្ត្រីបទចម្រៀងដែលយើងយកមកដាក់បញ្ចូលនៅក្នុងរូបភាពឬក៏វីដេអូណាមួយហ្នឹងវាជាប់កម្មសិទ្ធិបញ្ញារបស់គេឬក៏ជាប់ Copyright របស់គេដោយសារតែម្ចាស់ដើមគេនឹងដាក់ Copyright បងប្អូនណាហ្នឹងហើយជំរឿបញ្ហាទី1បងប្អូនអាចចូលទៅដោះស្រាយបានបងប្អូនចុចចំកន្លែងពាក្យថាដោះស្រាយបញ្ហាបងប្អូនចុចចំទៅលើមកបន្ទាប់មកបងប្អូននឹងឃើញទម្រង់បែបនេះបងប្អូនណាគេដាក់ថាតើអ្នកចង់ធ្វើអ្វីទាំងនេះជាដំណាក់កាលដែលអ្នកអាចអនុវត្តបានទាក់ទងទៅនឹងការផ្លាស់ប្ដូរវីដេអូរបស់អ្នកអញ្ចឹងគេឲ្យជំរឿយើងពីរទី1យើងដាក់បញ្ជូនចំនួនមានន័យថាយើងប្រកែកតវ៉ាថាបទចម្រៀងឬក៏វីដេអូនឹងជាវីដេអូរបស់យើងមិនមែនជាចម្រៀងវីដេអូរបស់គេទេជំរឿទី2បើសិនជាបងប្អូនគិតថាបទចម្រៀងនឹងបងប្អូនយកចេញពី YouTube ឬក៏ TikTok អីយកមកដាក់បងប្អូនថាជារបស់គេបងប្អូនលុបណាយកពាក្យថាលុបវីដេអូបើតាមគណិតខ្ញុំណាបងប្អូនគួរតែយកពាក្យថាលុបវិញល្អជាងកុំយកពាក្យដាក់ថាចំនួនតវ៉ាបងប្អូនណានឹងយកពាក្យថាលុបមកវាល្អជាងព្រោះអានេះវាមិនមែនជារបស់ original ផ្ទាល់ដៃរបស់យើងទេគឺយើងយកពីគេអញ្ចឹងបងប្អូនគួរតែយកលុបវីដេអូវិញបន្តមកទៀតបងប្អូនចុចបន្តមកបាទអូខេបន្តមកបងប្អូនចុចពាក្យថាលុបណាយើងលុបវាចោលទៅកុំឲ្យវាមានបញ្ហាទៅដល់ Page Facebook របស់យើងឬក៏ Account Facebook របស់យើងអូខេឥឡូវនេះយើងបានលុបវានឹងជោគជ័យហើយបន្តមកយើងចុចត្រង់កន្លែងបិទអូខេបន្តមកទៀតបងប្អូនចូលទៅក្នុង Page Facebook របស់បងប្អូនម្ដងទៀតបាទអាមិញនឹងលុបបាត់ហើយអញ្ចឹងខ្ញុំជាប់ Copyright នេះគឺជា2វីដេអូបងប្អូនណាអូខេអញ្ចឹងខ្ញុំនឹងបង្ហាញពីកលឹះមួយកន្លែងទៀតខ្ញុំចុចចង់ទៅលើនឹងបាទអូខេរងចាំមួយភ្លេតបន្តមកទៀតបងប្អូនចុចត្រង់កន្លែងពាក្យថាមើលលម្អិតមក
អូខេមកដល់កន្លែងនេះពីមុនខ្ញុំយកអាខាងលើឥឡូវខ្ញុំមកចុចយកអាខាងក្រោមដែលដាក់ថាទទួលយកការផ្លាស់ប្ដូរយើងចុចបកមកបាទអូខេបន្ទាប់មកដល់ចំណុចត្រង់កន្លែងនេះគេឲ្យយើងបាទទទួលយកការផ្លាស់ប្ដូរឬគេសួរយើងបងប្អូននេះគឺជាអ្វីដែលបានកើតឡើងមកដល់ពេលនេះបាទដំណាក់កាលត្រូវបានអនុវត្តលើវីដេអូរបស់អ្នកពីព្រោះវាមានមតិរបស់អ្នកផ្សេងមានន័យថាវីដេអូហ្នឹងបញ្ចូលបទចម្រៀងវាជាប់កម្មសិទ្ធិបញ្ញារបស់គេបងប្អូនហ្នឹងហើយបន្ទាប់មកបងប្អូនចុចពាក្យថាទទួលយកហ្នឹងហើយអូខេបន្ទាប់មកបងប្អូនចុចពាក្យថាបិទណាហ្នឹងហើយអូខេបន្តមកទៀតយើងធ្វើការរងចាំបាទអូខេបើសិនជាយើងធ្វើអញ្ចឹងហើយអត់បានណាបងប្អូនណាយល់ល្អបងប្អូនយកជំរឹះទី2ដែលខ្ញុំបង្ហាញពីមុនណាហ្នឹងហើយអូខេបងប្អូនយកជំរឹះទី2វិញកុំយកដែលខ្ញុំបង្ហាញនេះឬក៏បងប្អូនលុបវាចោលបណ្ដោយទៅនេះបងប្អូនមកចុចត្រង់កន្លែងសញ្ញាចុច3នេះលុបវាចោលទៅកុំទុកវាអីបាទកាលណាយើងទុកវាយូរទៅវាអាចធ្វើឲ្យ account Facebook របស់យើងឬក៏ page Facebook របស់យើងនឹងវា spam ណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចុចលុបចោលទៅបាទកុំទុកវាបាទអាហ្នឹងគេហៅថាដំណោះស្រាយក្នុងការដោះស្រាយវីដេអូរបស់យើងដែលមានជា copyright គឺគេធ្វើចឹងឯងការពារ page Facebook របស់យើងឬក៏ account Facebook របស់យើងកុំឲ្យវា spam ទៅថ្ងៃមុខបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងខ្ញុំអាចសូមបញ្ចប់តែប៉ុណ្្នឹងចុះសូមអរគុណនិងសូមជម្រាបលា